ហើយអ្នកដែលនៅកន្លែងហ្នឹងគឺមានគេធំធំគេលាកតែក្បិនពកខំចងអាកណាត់ពកខំដៃមកខាងកាន់ពេងបាទគឺនាំចូលលោកចូលទៅអាកន្លែងផ្លូវមួយដល់ពេលចូលទៅកន្លែងផ្លូវហ្នឹងគឺលោកដើរកាត់វារហោឋានមួយនៅពេលដែលលោកដើរកាត់វារហោឋានហ្នឹងទៅដល់កន្លែងមួយគឺលោកឃើញដើមឈើដុះមកកញ្ចុំហ្នឹង4ដើមពេលដែលលោកទៅដល់ហ្នឹងលោកបានលោកដឹងថាកន្លែងហ្នឹងគេហៅថាដើមមកកាដែកបាទដល់ពេលអញ្ចឹងលោកសលឹងមើលទៅគឺមានមនុស្សនៅឡើងដើមមកកាដែកហ្នឹងអាហ្នឹងរឿងច្បាប់កម្មផលគឺមានគេនិយាយហើយបាទគឺមានមនុស្សឡើងដើមមកកាដែកគឺច្រើនមែនតើសឹងតែមួយដើមរាប់រយនាក់ហើយនិយាយពីដើមមកកាដែកហ្នឹងគឺធំបើនិយាយពីកង់អតេះវិញសឹងកង់អតេះខ្មែរយើង3បានប៉ិនដើមមកកាដែកហ្នឹងមួយធំហ្នឹងហើយលោកឈរសលឹងមើលនៅហ្នឹងគឺមកកញ្ចុំហ្នឹងមាន4ដើមហើយមានអ្នកឡើងទៅហើយឆ្កែដែលនៅចាំនៅក្រោមដើមមកកាដែកមិនមែនក្បាលតែមួយទេក្បាល3គឺវានៅចាំហ្នឹងបើមានអ្នកណាមួយអត់ឡើងគឺវាខំអញ្ចឹងត្រូវឡើងបើនិយាយពីដើមមកកាដែកហ្នឹងវិញបលារបស់វាគ្រាន់តែយើងយកដៃប៉ះអញ្ចឹងគឺស្រូបចូលទៅហ្មងមុតឈាមហូរអាឡាក់ហ្មងហ្នឹងលោកនិយាយដល់ពេលអញ្ចឹងលោកឈរនៅមើលយូរមែនតើរហូតតតែមានអ្នកឡើងទៅដល់ពាក់កណ្ដាលធ្លាក់មកវិញហើយដើមមកកាដែកហ្នឹងខ្ពស់ហ្នឹងសឹងតែ70ម៉ែត្រទៅ80ម៉ែត្រដើមមកកាដែកហ្នឹងពេលដែលធ្លាក់មកវិញដំបងឡើយដើមមកកាដែកហ្នឹងស្រួចឡើងទៅលើទេអត់មានមែកទេពេលដែលមនុស្សធ្លាក់មកគឺដើមមកកាដែកហ្នឹងវាដុះពីក្រោមអញ្ចឹងវាដុះមែកចេញមកអូតូហ្មងវាដុះមែកចេញមកអូតូវាមានបលាធម្មតាមែកវាសើបលាមកធ្លាក់មកជ្រឹបមានមែកមួយទៀតធ្លាក់មកវាយពីលើហ្មងលុះត្រាតែមនុស្សនឹងស្លាប់តម្លាក់មកហើយរស់កើតនៅហ្នឹងងាប់ហ្នឹងរស់ហ្នឹងឡើងវិញហ្មងរហូតតតែមនុស្សហ្នឹងឡើងទៅដល់ចុងតតែមនុស្សហ្នឹងវាថាគេឡើងទៅដល់ចុងគេអស់កម្មណាបាទ